for the people that will join through YouTube. So, all right. So welcome to part 2 of our Nehemiah study with Pastor Cal Garcia, being translated by Visna Yin. And we are really excited to get into the second part of this study. Thank you, everyone, for joining us. I guess I should take a breath and let you translate that. សូមស្វាគមន៍បងប្អូនទាំងអស់គ្នាហើយស្វាគមន៍មកកាន់ការសិក្សាជាមួយគ្នានៅសភៅ Nehemiah ដោយលោកគ្រូគង្វាល Cal Garcia ហើយខ្ញុំផ្ទាល់នឹងបកប្រែនៅថ្ងៃនេះជូនលោកអ្នកបងប្អូនទាំងអស់គ្នា We're so excited to do this with you. If you are tuning in online on YouTube or you're getting this video somehow, you are free to ask questions or comment in the comments, and we will try to respond to them. អញ្ចឹងបងប្អូនទៅមកចូលរៀនថ្ងៃនេះចង់ជំរាបបងប្អូនដែរថាយើងក៏មាន link ចូលទៅកាន់ channel YouTube របស់យើងដែលយើងបាន record មេរៀនទាំងអស់ដែលយើងបានសិក្សាជាមួយគ្នាហើយបងប្អូនអាចចូលទៅសិក្សាហើយស្ដាប់មើលឡើងវិញឬក៏រៀនបន្ថែម The notes to the whole all the sessions are also via a link. There's a PDF link in YouTube that you can download all those notes. អញ្ចឹងយើងក៏មាន note ជា file PDF ទាំងខ្មែរទាំងអង់គ្លេសដែរតែបងប្អូនអាចទាញយកទុកជាធ្វើជាឯកសារ So we're so excited for this second session, and we're going to just jump in, let Pastor Cal get started. We're going to go over the questions from session 1 that we want to talk about. អញ្ចឹងយើងនឹងចាប់ផ្ដើមថ្នាក់របស់យើងតែម្ដងហើយជាពិសេសគឺយើងនឹងចាប់ផ្ដើមជាមួយនឹងការរំលឹកឡើងវិញនៅអ្វីដែលយើងបានសិក្សាជាមួយគ្នាកាលពីសប្តាហ៍មុនពេលយើងចូលវគ្គថ្មីនៅថ្ងៃនេះ So if you're just listening to this video first, go back and listen to the first session so you can also write down thoughts and ideas as well. បាទអញ្ចឹងបើសិនជាបងប្អូនទៅមកចូលរៀនថ្ងៃនេះទេអាចស្ដាប់មើលអំពីវគ្គរបស់យើងកាលពីលើកមុនឬក៏ថ្ងៃនេះដែលយើងបានរំលឹកឡើងវិញបងប្អូនអាចត្រៀមបិទត្រៀមសភៅកត់ត្រាកំណត់ចំណាំដែលបងប្អូនចាប់អារម្មណ៍ឬក៏រៀនបានអ្វីដែលចេញពីមេរៀនសភៅមួយនេះ Okay, so Visna, if you wouldn't mind praying really quick, and then we'll get started. គេចឹងយើងនឹងចាប់បានថ្នាក់របស់យើងតែម្ដងដោយខ្ញុំនឹងអធិដ្ឋានចាប់ផ្ដើមថ្នាក់របស់យើងតោះសូមអធិដ្ឋានជាមួយគ្នានៅព្រឹកនេះចឹងព្រះបិតានៃថាដែលគង់នៅស្ថានបរមសុខទូបង្គំអធិដ្ឋានប្រងឲ្យអរគុណទ្រង់ដែលយើងមានសិក្សាជាមួយគ្នាមានឱកាសដើម្បីស្វែងយល់អំពីដួងប្រហ័តយព្រះអង្គតាមរយៈសភៅនេហេមៀហើយតាមរយៈលោកគ្រូ Cal Garcia ដែលគាត់នឹងបង្រៀនយើងទូបង្គំអធិដ្ឋានថាអរគុណព្រះអង្គហើយអរគុណដែលហើយទ្រង់នឹងបើកសម្ដែងលក្ខណៈអស់ព្រះអង្គបើកសម្ដែងដួងប្រហ័តព្រះអង្គឲ្យយើងបានស្គាល់កាន់តែស៊ីចំណុចឋានជាជីវិតរបស់យើងផ្ទាល់និងយើងធ្វើការជាមួយជាពិសេសនៅក្នុងរដូវកាលនេះផងដែរទូបង្គំក៏អរគុណព្រះអង្គសម្រាប់ឱកាសដែលយើងអាចសិក្សាជាមួយគ្នាដែលជាផ្នែកមួយដែលយើងអាចរីកចម្រើនឡើងក្នុងនាមយើងជាអ្នកដែលដើរតាមព្រះអង្គផងដែរគុណអរគុណទ្រង់គុណថ្វាយថ្នាក់របស់ពួកយើងដែលយើងសិក្សាជាមួយគ្នានេះថ្វាយដល់ព្រះអង្គក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន Amen. Amen. Hey. So we're good to go? Good to go. All right. Well, thank you. Okay. We want to welcome everybody. Thanks for joining us. Your morning this evening for us. ចឹងសូមស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលរួមនៅថ្ងៃនេះព្រឹកសម្រាប់បងប្អូនហើយល្ងាចសម្រាប់ខ្ញុំហើយ So it's a great honor for me to be able to share with you this evening again. ចឹងពិតជាកិត្តិយសណាស់ដែលខ្ញុំអាចចែករំលែកជាមួយបងប្អូននៅថ្ងៃនេះ So I'm looking at one of these screens and I'm seeing a beach, looks like the ocean and palm trees. Is that for real or is that a fake backdrop? បាទចឹងឃើញមានយុវជន2នាក់អង្គុយនៅឆ្នេរសមុទ្របាទខ្ញុំមិនដឹងគាត់សុំសួរថាអង្គុយលំហែកាយនៅឆ្នេរសមុទ្រឲ្យសិក្សាជាមួយគ្នាឬគាត់ backdrop គាត់ខ្លាំងខ្លាយទេ Is it real or fake? It's fake. It's just a background fake. Okay. So just a background? Okay. Because I was going to be very jealous of you, but now I won't have to do that. I won't have to sin. Our place like that in Cambodia. We're going to go there next time with you, Pastor Cal. We're going to take a trip. Okay.
បាទ All right. So last week, just to give you just a little quick, a little quick background. So we're considering the rebuilding of the walls in Jerusalem. ចឹងគ្រាន់តែជាការរំលឹកការមេរៀនការពីសប្តាហ៍មុនតកតងជាមួយនឹងការដែលយើងសិក្សាអំពីការដែលយើងកសាងកំពែងក្រុងឡើងវិញ And this is all happening under the leadership of Nehemiah. អញ្ចឹងកើតឡើងការដែលកសាងកំពែងក្រុងនេះកើតឡើងតាមរយៈភិជាអ្នកដឹកនាំរបស់លោកនេហេមៀ And so we learn a lot of leadership lessons from Nehemiah. យើងអាចរៀនបានច្រើនពាក់ព័ន្ធជាមួយនឹងភិជាអ្នកដឹកនាំក្នុងជីវិតរបស់លោកនេហេមៀ But something that sometimes we don't realize ហើយមានការខ្លះហើយមានរឿងមួយចំនួនដែលយើងអត់បានដឹង is that the rebuilding of the walls of Jerusalem parallels the work of the Holy Spirit in our lives. គឺជាការដែលយើងអាចមើលថាវាស៊ីចង្វាក់គ្នាជាមួយជីវិតរបស់យើងយ៉ាងម៉េចនៅក្នុងការដែលលោកនេហេមៀកសាងកំពែងក្រុងហើយនឹងសាច់រឿងរបស់លោកនេហេមៀកសាងកំពែងក្រុងយេរូសាឡឹមឡើងវិញតើវាស៊ីគ្នាយ៉ាងម៉េចយកវាមកដាក់ក្នុងជីវិតរបស់យើងយ៉ាងម៉េចជាមួយនឹងបច្ចុប្បន្នភាពក្នុងជីវិតរបស់យើងផ្ទាល់ពាក់ព័ន្ធជាមួយនឹងកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធកសាងជីវិតរបស់យើង So we can draw application of how to rebuild our lives, how we can partner in the rebuilding of the lives of other people, and even the rebuilding of our homes and ministries. អញ្ចឹងយើងអាចយកមេរៀនមួយនេះហើយមកដាក់ក្នុងជីវិតរបស់យើងតើយើងកសាងជីវិតរបស់យើងយ៉ាងម៉េចកសាងគ្រួសាររបស់យើងយ៉ាងម៉េចកសាងបណ្ឌកិច្ចឬមនុស្សដែលយើងធ្វើការជាមួយយ៉ាងម៉េចដោយយើងសហការដៃគូជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ And so that's what we talked about last week, and we were able to draw certain principles from what we saw in the scriptures. អញ្ចឹងនេះគឺជាអ្វីដែលយើងបានសិក្សាជាមួយគ្នាកាលពីសប្តាហ៍មុនហើយយើងទាញបាននៅក្នុងគោលការណ៍មួយចំនួនដែលយើងអាចមើលឃើញអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ So if you haven't, as Aaron said, if you haven't seen the recording yet, you may want to do that this next week. អញ្ចឹងបើសិនបើដូចខ្ញុំថាអញ្ចឹងបើសិនជាលោកអ្នកបងប្អូនទៅចូលថ្មីថ្ងៃនេះសូមចុចទៅកាន់ link របស់យើងដើម្បីចូលទៅមើលមេរៀនកាលពីសប្តាហ៍មុនបាន For those of you who were a part of the session or maybe you watched the recording, you know, if you have questions, I told you to jot down any questions that you may have and bring them forward tonight before we go into the rest of this. បាទអញ្ចឹងសម្រាប់បងប្អូនដែលសិក្សាជាមួយគ្នាកាលពីសប្តាហ៍មុនរួចហើយខ្ញុំបានដាក់កិច្ចការផ្ទះ2ថាតើលោកអ្នកបងប្អូនបានរៀនបានគេខ្លះពីសប្តាហ៍មុនហើយមានសំណួរអ្វីដែលបងប្អូនបានមានបន្ទាប់ពីយើងសិក្សាជាមួយគ្នាអញ្ចឹងថ្ងៃនេះមុនយើងចាប់ផ្ដើមខ្ញុំចង់ឮពីបងប្អូនដែរ So I'll wait. Any questions? អញ្ចឹងខ្ញុំនឹងរងចាំតើបងប្អូនណាខ្លះដែលសិក្សាកាលពីសប្តាហ៍មុនមានសំណួរអ្វី Don't be shy. This is a really good opportunity to ask questions, and there's no like bad question about this. So don't feel nervous or shame like I don't know. Like this is a really good opportunity to ask some questions. អញ្ចឹងសូមកុំមានការអៀនខ្មាស់ហើយសូមមានចិត្តក្លាហានដើម្បីសួរសំណួរបើសិនជាបងប្អូនមានសំណួរអត់មានសំណួរណាដែលមិនល្អទេយើងអាចយកសំណួរបងប្អូនហើយសិក្សាជាមួយគ្នា Okay. It's not a test. មិនប្រឡងទេណាបងប្អូនមិនប្រឡងទេណាអញ្ចឹងអ្នកមានសំណួរសូមសួរខ្ញុំដឹងថាអ្នករៀនកាលពីសប្តាហ៍មុននៅក្នុងបន្ទប់ធំនោះអ្នកណាគេខ្លះមានសំណួរបាទ Okay, so we'll go ahead and move on. But if questions come to your mind, jot them down, or I guess they can ask you, Aaron, in the comment section. Is that what's happening? Okay. បាទអញ្ចឹងឥឡូវយើងទៅមុខជាមួយគ្នាតិចសិនទៅណាបើសិនជាមានសំណួរសូមប្រាប់ពួកយើងនៅក្នុង comment ដើម្បីយើងអាចឆ្លើយសំណួរបងប្អូន One thing I just want to say, I want to say something really quick about questions. ខ្ញុំចង់លើកឡើងតិចទាក់ទងជាមួយនឹងសំណួរ Most of the time, if we
if you have a question or even something that you want clarity on, chances are you are not alone. អូខេអញ្ចឹងតកតងមួយសំណួរប្រសិនបើយើងមានសំណួរឱកាសក្នុងការដែលអ្នកដទៃទៀតមានសំណួរដែលដូចយើងណាមានច្រើនគាត់តែគេមិនហ៊ាន Probably other people have the same question and you're helping people by asking, like by speaking up and asking the question. បាទអញ្ចឹងបើសិនជាយើងមានសំណួរហើយយើងហ៊ានសួរណាឱកាសក្នុងការដែលបងប្អូនដទៃទៀតគាត់មានសំណួរដោយបងប្អូនដែរនោះគឺពិតជាមានហើយបើបងប្អូនសួរសំណួរទៅនឹងជួយពួកគាត់ដូចគ្នា So just leave that as a little encouragement for the future for questions like everybody has them. You're not alone. អូខេអញ្ចឹងគ្រាន់តែជាការលើកទឹកចិត្តទៅកាន់បងប្អូនទាំងអស់គ្នាបើសិនជាយើងគិតអំពីចំណុចណាមួយហើយយើងគិតថាមិនហ៊ានសួរឬក៏កុំគួរសួរខ្ញុំលើកទឹកចិត្តថាសូមសួរចុះពីព្រោះសំណួរហ្នឹងអាចបងប្អូនដទៃទៀតដែលរៀនជាមួយយើងមានដូចយើងដែរ Okay. That's all. Okay, great. Thank you. And thank you, Aaron. សូមបញ្ជាក់បន្តិចនៅក្នុងសៀវភៅកត់ត្រារបស់បងប្អូនយើងចូលដល់នៅក្នុងទំព័រដែលយើងសិក្សាជាមួយគ្នាក្នុងការជួសជុលច្រកទ្វារណាមកវានៅក្នុងមិនមែនវគ្គទី1ទេចូលវគ្គទី2បងប្អូនបើកទៅមុខបន្តិចទៅចំណុចទី4ការជួសជុលច្រកទ្វារ Okay, great. So if you have your Bibles or your devices, go ahead and open them to Nehemiah chapter 2 and verse 17. អញ្ចឹងបើបងប្អូនមានព្រះគម្ពីរអាចបើកព្រះគម្ពីរបងប្អូនបានទៅក្នុងនេហេមៀចំពុកទី2 Okay. And so these if you would read verses 17 just 17 and 18 if you would read those two verses in a minute. Okay? So hold on, you find them and I'm going to have you read them in a minute, okay? So a little bit background now. So Nehemiah was in Persia when he heard that the walls of Jerusalem were still ruined. There were no walls around the city. អញ្ចឹងយើងនឹងអាននេះតិចទៀតខ្ញុំនឹងអាននេះមេចំពុក2ខ17 18ប៉ុន្តែចង់ប្រាប់អំពីប្រវត្តិបន្តិចនៅពេលដែលលោកនេហេមៀឮដំណឹងអំពីកំពែងក្រុងនេះកំពែងក្រុងយេរូសាឡឹមបាក់បែកនោះកាលនោះគាត់នៅក្នុងចក្រភពពេរនៅឡើយ And this happened, remember, because of Israel's disobedience, the Lord allowed the Babylonians to come in and they just leveled the land and they took the best people back to Babylon. អញ្ចឹងការនេះកើតឡើងយ៉ាងម៉េចគឺដោយសារតែប្រជារាស្ត្ររបស់ព្រះអង្គមិនស្ដាប់បង្គាប់បះបោររឹងតឹងមិនស្ដាប់មិនដើរតាមមាគ៌ារបស់ព្រះអង្គអនុញ្ញាតឲ្យពួកបាប៊ីឡូនចាប់ពួកគេធ្វើជាឆ្លើយសឹកហើយពួកគេខ្លាចជាឆ្លើយសឹកទៅក្នុងប្រទេសបាប៊ីឡូន You know, during that time, as I said last week, one of those people was Daniel. ហើយដូចខ្ញុំបានចែករំលែកការពិសប្តាហ៍មុនអញ្ចឹងថាពេលដែលគេចាប់ជនជាតិអ៊ីស្រាអែលធ្វើជាឆ្លើយសឹកគេចាប់មនុស្សដែលឆ្នើមមនុស្សដែលល្អយកទៅទីប្រទេសរបស់គេដើម្បីបម្រើការឲ្យគេហើយក្នុងចំណោមនោះមានលោកដានីយ៉ែលដែរដែលយើងឃើញអំពីជីវិតរបស់លោកដានីយ៉ែល So Daniel lived during that time of captivity and when he had to leave Judah. អញ្ចឹងលោកដានីយ៉ែលត្រូវបានគេចាប់យកទៅធ្វើជាឆ្លើយសឹក And so during that time then the walls everything in the city was destroyed. អញ្ចឹងនៅពេលដែលបាប៊ីឡូនចូលមកបំផ្លាញប្រទេសអ៊ីស្រាអែលទីក្រុងយេរូសាឡឹមគឺគេបំផ្លាញចោលទាំងស្រុងនៅកំពែងក្រុង And then God had promised that after 70 years of them being in captivity they would be allowed to go back to Judah. ព្រះបន្ទូលសន្យាផងដែរថាបន្ទាប់ពីគេចាប់ជនជាតិអ៊ីស្រាអែលធ្វើជាឆ្លើយសឹករយៈពេល70ឆ្នាំពួកព្រះអង្គនឹងអនុញ្ញាតឲ្យពួកគេចូលទៅទឹកដីសន្យាឡើងវិញ Okay, so now the people are back in Judah and Nehemiah who's in Persia hears that the walls have not been rebuilt. អញ្ចឹងបន្ទាប់ពី70ឆ្នាំនៃការដែលគេចាប់ជាឆ្លើយសឹករួចហើយឥឡូវនេះប្រជាជនអ៊ីស្រាអែលអាចចូលត្រឡប់មកទីក្រុងយេរូសាឡឹមវិញគេបានត្រឡប់មកទីក្រុងយេរូសាឡឹមវិញបន្ទាប់ពី70ឆ្នាំហើយលោកនេហេមៀ
បានលឺអំពីដំណឹងតាក់ទងជាមួយនឹងកំពែងក្រុងត្រូវបានដួលរលំបំផ្លាញមិនតាន់កសាងឡើងវិញគាត់លឺដំណឹងនេះនៅក្នុងប្រទេសពេ So that meant that the inhabitants, the people of the city, were completely vulnerable to all their enemies. ហើយគាត់លឺ They អំ were ពី defenseless. គាត់លឺអំពីដំណឹងបងប្អូនរបស់គាត់ដែលរស់នៅក្នុងទីក្រុងយេរូសាឡឹមមិនរស់នៅដោយសុខសេងសាទេដោយសារតែកំពែងក្រុងអត់មានអ្វីការពារពួកគេអញ្ចឹងមានការវាយលុកមានការចូលមកបៀតបៀនពីគ្រប់ច្រកទាំងអស់ Okay. So Nehemiah felt that burden, and the Lord directed him to go back and to lead the people in rebuilding the walls. អញ្ចឹងលោកនេហេមៀលឺអំពីដំណឹងនេះគាត់មានចិត្តក្តួលអាណិតគាត់ឈឺចាប់គាត់ចង់ត្រឡប់ទៅដើម្បីកសាងកំពែងក្រុងឡើងវិញសម្រាប់ប្រជាជនរបស់គាត់ And so that's where we pick up the story. And when he gets to Jerusalem, he doesn't let the people know that he's there. It's nighttime, and he goes and surveys all the damage. អញ្ចឹងគាត់ទូទៅកាន់ព្រះអង្គមានព្រះបន្ទូលមកកាន់គាត់អនុញ្ញាតឲ្យគាត់ទៅកសាងកំពែងក្រុងរបៀបដែលគាត់ចូលទៅកសាងកំពែងក្រុងនោះគឺគាត់ទៅពេលយប់គាត់អត់ទៅពេលថ្ងៃដើម្បីឲ្យគេបានឃើញអំពីវត្តមានរបស់គាត់ទេគាត់ទៅពេលយប់បន្ទាប់ពីគាត់ទទួលពីព្រះអង្គហើយព្រះមហាក្សត្រក៏អនុញ្ញាតទៀតគាត់ទៅទីនោះពេលយប់ដើម្បីស៊ើបការមើលអំពីកំពែងក្រុងទាំងអស់នោះ Then when he surveys the damage, then he meets with them and he talks to them. គាត់ទៅមើលនៅពេលយប់ដើម្បីស្ទង់មើលសិក្សាមើលអំពីអ្វីដែលបានកើតឡើងហើយដោយភ្នែករបស់គាត់ផ្ទាល់បន្ទាប់មកគាត់ចាប់ផ្ដើមនិយាយអំពីកិច្ចការដែលគាត់នឹងមកធ្វើនេះជាមួយនឹងមនុស្សដែលនៅក្នុងទីក្រុងនោះ And we read what he says in chapter 2, verses 17 through 18. So Visna, if you would read that, please, and you follow along. អញ្ចឹងយើងចូលទៅដល់ចំពុកទី2តែម្ដងនេហេមៀចំពុកទី2ខទី17បានចែងថាអញ្ចេះបន្ទាប់មកខ្ញុំពោលទៅពួកគេថាបងប្អូនជ្រាបស្រាប់ហើយពួកយើងរងទុក្ខវេទនាដល់កម្រិតណាក្រុងយេរូសាឡឹមត្រូវគេបំផ្លាញចោលហើយទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ដែរដូច្នេះចូលនាំគ្នាមកយើងសង់ក្រុងយេរូសាឡឹមឡើងវិញដើម្បីកុំឲ្យយើងបាក់មុខទៀតពេលនោះខ្ញុំបានរៀបរាប់ឲ្យពួកគេដឹងថាព្រះដ៏សប្បុរសរបស់ខ្ញុំដាក់ព្រះហស្ថលើខ្ញុំហើយព្រះចៅអធិរាជបានថ្លែងមកខ្ញុំដូចម្ដេចខ្លះពួកគេក៏ពោលឡើងថាចូលក្រោកឡើងហើយនាំគ្នាសង់ដូច្នេះពួកគេក៏មានចិត្តក្លាហានបំពេញកិច្ចការដ៏ល្អប្រសើរនេះ So Nehemiah tells them, we need to rebuild the walls. លោកនេហេមៀបានប្រាប់ពួកគេថាយើងត្រូវការកសាងកំពែងក្រុងឡើងវិញ And the people responded, let us begin to build. And the Bible says they began the good work. បាទមហាជនទាំងអស់បានឮដំណឹងលោកនេហេមៀមកហើយឮអំពីលោកនេហេមៀប្រាប់អំពីកសាងកំពែងក្រុងពួកគេបានឆ្លើយតបថាយើងចូលយើងក្រោកឡើងហើយសាងសង់ហើយព្រះគម្ពីរបានគេបានធ្វើយ៉ាងល្អក្នុងការសាងសង់ So they were ready to cooperate with Nehemiah. ពួកគេត្រៀមរួចរាល់ដើម្បីសហការដៃគូជាមួយលោកនេហេមៀ Okay, so then during his nighttime exploration, he saw that many of the city gates have been destroyed. អញ្ចឹងបន្ទាប់មកលោកនេហេមៀបានទៅមើលម្ដងទៀតនៅពេលយប់តាក់ទងជាមួយនឹងកំពែងក្រុងយេរូសាឡឹមហើយនឹងជុំវិញទីក្រុងរបស់គាត់មើលឃើញថាច្រកទ្វារទីក្រុងត្រូវបានបំផ្លាញ And these were primary parts of the wall that existed. នេះគឺជាច្រកទ្វារសំខាន់ដែលត្រូវបានកសាងឡើងនៅក្នុងជុំវិញកំពែងក្រុង So if you read once we're done, and if you would read today or during the week chapters 2 and 3, you'll see that there's a lot of talk about these gates. បើសិនជាយើងសិក្សាថ្ងៃនេះរួចរាល់ហើយទាំងអស់គ្នាបងប្អូនសូមទៅវិញអានចំពុក2ចំពុក3ដែលក្នុងចំពុក2ចំពុក3នេះចែងច្រើនអំពីពាក្យសំខាន់នៃច្រកទ្វារនីមួយៗ In each one of the gates, you'll notice that each one of the gates has a specific name. ហើយច្រកទ្វារនីមួយមានឈ្មោះជាក់លាក់របស់ច្រកទ្វារនោះ And each one of those gates, what Nehemiah did was he asked the people who lived closest to these particular gates to begin to rebuild that gate.
អញ្ចឹងលោកនេហេមៀបានមើលឃើញច្រកទ្វារទាំងអស់នោះត្រូវបានបំផ្លាញគាត់ស្នើសុំឲ្យអ្នកណាក៏ដោយដែលរស់នៅច្រកទ្វារមួយណាកសាងច្រកទ្វារមួយនោះ Okay. So there were 10 gates in all. And people live near some of those gates. ជុំវិញកំពែងក្រុងទាំងមូលមានច្រកទ្វាររហូតដល់10ហើយមានមនុស្សដែលរស់នៅក្បែរច្រកទ្វារនីមួយៗ So I'll repeat it. Then Nehemiah wanted those who were living near the particular gate to rebuild that particular gate. ចឹងខ្ញុំរំលឹកឡើងវិញនិយាយឡើងវិញលោកនេហេមៀចង់ឲ្យអស់អ្នកណាដែលរស់នៅក្បែរច្រកទ្វារមួយណាទៅកសាងច្រកទ្វារមួយនោះឡើងវិញ So I'm emphasizing that because we need to realize that when it comes to the rebuilding of our lives or the rebuilding of the lives of those we serve, there needs to be personal ownership. បាទអញ្ចឹងខ្ញុំចង់យកឆ្លើយតបមកកាន់ជីវិតរបស់យើងផ្ទាល់ខ្លួនវិញពេលដែលយើងជួយនរណាគេម្នាក់ពេលមនុស្សណាម្នាក់ដែលនៅជិតស្និទ្ធជាមួយយើងធ្វើការជាមួយគ្នាយើងធ្វើការជាមួយគេស្គាល់គេពេលណាដែលយើងស្គាល់គេហើយយើងជួយគេយើងត្រូវមានដួងចិត្តយកបញ្ហារបស់គេមកដាក់លើខ្លួនយើងក្នុងការដែលយើងកសាងឬក៏ជួសជុលជីវិតរបស់គេហ្នឹងយើងត្រូវយកវាមកដាក់ដើម្បីរាប់ថានេះជាឯកសិទ្ធិរបស់ខ្ញុំដែលខ្ញុំត្រូវតែធ្វើមិនមែនថាធ្វើហីនោះទេ Nehemiah was not going to build all those gates and all the walls by himself. Pardon, Pastor. Nehemiah was not going to rebuild the gates alone by himself. បាទអញ្ចឹងមានន័យថាម៉េចលោកនេហេមៀមិនកសាងកំពែងក្រុងទាំងអស់ដោយខ្លួនគាត់ផ្ទាល់នោះទេប្រជារាស្ត្រអ្នកណានៅមុខក្លោងទ្វារច្រកទ្វារមួយណាត្រូវរាប់ជាកម្មសិទ្ធិរបស់ខ្លួន He wanted the people to partner with him to take ownership. លោកនេហេមៀចង់ឲ្យអ្នកដែលចូលរួមជាមួយគាត់នោះចូលរួមជាមួយគាត់ផងហើយយកកិច្ចការដែលចូលរួមជាមួយគាត់នឹងដាក់ខ្លួនឯងថានេះជាកម្មសិទ្ធិរបស់ខ្ញុំនេះជាឯកសិទ្ធិដែលខ្ញុំត្រូវធ្វើ So here's something that we need to learn about ministering to people. នេះគឺជាកិច្ចការដែលយើងគួរតែរៀននៅពេលដែលយើងបម្រើក្នុងពន្ធកិច្ចឬធ្វើពន្ធកិច្ចជាមួយនឹងមនុស្ស We cannot work harder than the people that we're serving. យើងអត់អាចគ្រាន់តែជាម្នាក់ដែលធ្វើជាងគេជាងអ្នកដែលយើងកំពុងតែបម្រើពន្ធកិច្ចនោះទេអ្នកដែលចូលរួមមានន័យថាអ្នកស្ម័គ្រចិត្តក្នុងពន្ធកិច្ចរបស់យើងយើងជាអ្នកដឹកនាំយើងអត់អាចធ្វើច្រើនជាងរហូតពេកជាងអ្នកដែលស្ម័គ្រចិត្តនៅក្នុងពន្ធកិច្ចរបស់យើងនោះទេ So we know that our Nehemiah is the Holy Spirit. យើងដឹងហើយថានេហេមៀក្នុងជីវិតរបស់យើងគឺព្រះវិញ្ញាណបរិសុទ្ធផ្ទាល់ And we know that the Holy Spirit is committed to rebuilding our lives and the lives of others. ហាក់ដូចជាលោកនេហេមៀអញ្ចឹងលោកនេហេមៀបដិញ្ញាចិត្តក្នុងការកសាងកំពែងក្រុងឲ្យរួចរាល់ព្រះវិញ្ញាណបរិសុទ្ធដូចគ្នាព្រះអង្គបដិញ្ញាព្រះハរតីរបស់ព្រះអង្គក្នុងការកសាងជីវិតរបស់យើងរហូតដល់តែបានសម្រេច But the Holy Spirit expects us to partner with him. ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធផ្ទាល់ក៏រំពឹងពីយើងម្នាក់ដើម្បីចូលរួមសហការជាមួយព្រះអង្គដើម្បីកសាងដែរ So when we're ministering to people, when we're pastoring people, it's the Holy Spirit that's doing the rebuilding. We're partnering with him in discipling those people, but they have to be committed to the process. ចឹងគណៈពេលដែលយើងធ្វើការជាមួយមនុស្សជួយកសាងមនុស្សបម្រើទៅកាន់មនុស្សធ្វើពន្ធកិច្ចជាមួយមនុស្សយើងត្រូវធ្វើការសហការជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធតើព្រះអង្គកំពុងតែធ្វើអ្វីនៅក្នុងជីវិតរបស់អ្នកដែលយើងកំពុងតែបង្កើតសាវកជាមួយប៉ុន្តែសាវករបស់យើងត្រូវតែចូលរួមសហការជាមួយត្រូវតែបដិញ្ញាចូលរួមនៅក្នុងដំណាក់កាលនៃអ្វីដែលព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើដែរ So we have to teach them that they have to do the things that we put before them in order for them to rebuild their lives with the Holy Spirit. អញ្ចឹងយើងត្រូវការបង្រៀនសាវករបស់យើងអ្នកដែលយើងធ្វើការជាមួយថាអ្នកត្រូវតែបដិញ្ញាអ្នកត្រូវតែចូលរួមនៅកិច្ចការដែលនៅចំពោះមុខអ្នកប្រសិនបើព្រះឬក៏យើងស្នើសុំឲ្យអ្នកធ្វើសូមចូលរួមជាមួយយើងពីព្រោះនេះជាអ្វីដែលព្រះវិញ្ញាណបរិសុទ្ធឬក៏ជាកិច្ចការដែលត្រូវធ្វើដើម្បីកសាងជីវិតអ្នកនៅក្នុងជីវិតដែលដើរតាមព្រះយេស៊ូវ So for example, when I'm counseling somebody, ឧទាហរណ៍បើសិនបើខ្ញុំប្រឹក្សាយោបល់ជាមួយនរណាគេម្នាក់ if they don't do
what I put before them as far as what the scripture teaches them, ប្រសិនបើខ្ញុំដាក់កិច្ចការឲ្យបងប្អូនម្នាក់នោះធ្វើនៅពេលដែលខ្ញុំប្រឹក្សាយោបល់ជាមួយគាត់នៅអ្វីដែលព្រះបន្ទូលព្រះអង្គបានចែង they're not going to move forward if I'm just repeating the same thing over and over, and they're not doing what the Bible tells them to do. អញ្ចឹងបើសិនជាគេអត់ព្រមសហការធ្វើទេយើងនៅក្នុងវគ្គនឹងដដែលគឺមកប្រឹក្សាយោបល់ដដែលរហូតដល់តែគេព្រមចូលរួមធ្វើអ្វីដែលព្រះបន្ទូលឬក៏ធ្វើអ្វីដែលព្រះអង្គក៏ប្រហាតីឲ្យធ្វើដើម្បីចេញទៅមកកម្រិតទៀត So I've learned that sometimes people just want to talk about things, but they don't want to change. ពេលខ្លះខ្ញុំរៀនបានថាអញ្ចេះពេលដែលប្រឹក្សាយោបល់ជាមួយគេឬជួយគេមនុស្សដែលចូលមករកខ្ញុំគេគ្រាន់តែនិយាយចង់គេគ្រាន់តែមកចង់និយាយប្រាប់គេគ្រាន់តែចង់មកចែកចាយអារម្មណ៍គេអត់ចង់ផ្លាស់ប្ដូរទេឲ្យខ្ញុំអាចទទួលស្គាល់ថាមនុស្សអត់ចង់ផ្លាស់ប្រែអត់ចង់ផ្លាស់ប្ដូរទេ So sometimes people will come to me, right, for counseling. ពេលខ្លះ They don't do what I say. Go ahead. ចឹងពេលខ្លះក្នុងនាមជាគ្រូកងវាគេមករកខ្ញុំដើម្បីសុំយោបល់ហើយគេតមកគេនិយាយប្រាប់ខ្ញុំហើយគេសួរខ្ញុំហើយគេប៉ុន្តែខ្ញុំឲ្យយោបល់ហើយគេអត់ចង់ធ្វើខ្ញុំប្រាប់គេថាអូខេ And I think they do that because I don't charge them for counseling. ហើយចឹងពួកគេយកឱកាសហ្នឹងដែរក្នុងការដែលមកជួបខ្ញុំពីព្រោះអីជួបមួយគ្រូកងវាអត់អស់លុយទេខ្ញុំអត់គិតលុយគិតពីគេទេ I'm their pastor. I'm not going to charge them when I counsel them. ហើយក្នុងនាមខ្ញុំជាគ្រូកងវាក៏ខ្ញុំមិនគិតកម្រៃពីសមាជិកក្រុមជំនុំរបស់ខ្ញុំដែរពីព្រោះខ្ញុំជាអ្នកកងវាពួកគាត់ But if they went to a professional counselor, they would have to pay them. So I think they would probably make some changes. អញ្ចឹងអត់ស្ដាប់ខ្ញុំទេគេទៅរកអ្នកប្រឹក្សាយោបល់ដែលជាអាជីពរបស់អ្នកប្រឹក្សាយោបល់គេនឹងត្រូវទៅរកអ្នកអាជីពនឹងគិតកម្រៃពីពួកគេ So now what I tell them is, I'm going to charge you after the first session. អញ្ចឹងខ្ញុំដឹងថាគេគ្រាន់តែមកគ្រាន់តែចង់និយាយហើយអត់ចង់ផ្លាស់ប្រែខ្ញុំនឹងប្រាប់ពួកគេថាឥឡូវនេះជួបគ្នាបានច្រើនដងហើយបងអូនគ្រាន់តែមកនិយាយឥឡូវខ្ញុំគិតចាប់ផ្ដើមគិតលុយពីបងអូនហើយ And here's what I tell them is the payment. នេះខ្ញុំប្រាប់ពួកគាត់ថានេះជាថ្លៃកម្រៃដែលខ្ញុំនឹងគិតថ្លៃពីបងអូន You have 2 weeks to put into practice what I showed you in the scriptures. ខ្ញុំទុកពេលបងអូន2សប្តាហ៍ដើម្បីយកអ្វីដែលយើងជជែកគ្នាហើយនឹងអ្វីដែលខ្ញុំបានផ្ដល់ទៅឲ្យបងអូនស្របតាមព្រះគម្ពីរនេះយកទៅឆ្លើយតបរយៈពេល2សប្តាហ៍ So when you come and see me in 2 weeks, you have to show that you've done what I told you from the Bible. សូមប្រាប់មកកាន់ខ្ញុំវិញត្រូវបង្ហាញមកកាន់ខ្ញុំវិញថាបងអូនបានយកអ្វីដែលខ្ញុំបានឲ្យបងអូនជាព្រះបន្ទូលព្រះអង្គដើម្បីដោះស្រាយក្នុងស្ថានភាពរបស់បងអូនប្រាប់មកកាន់ខ្ញុំនិយាយមកកាន់ខ្ញុំបង្ហាញខ្ញុំអំពីអ្វីដែលបងអូនបានធ្វើតើដំណើរការយ៉ាងម៉េចហើយ And if they don't do it, then I tell them there's really no reason to meet. អញ្ចឹងបើសិនគេត្រឡប់មកវិញថាអូសំទោសផងខ្ញុំរវល់ខ្ញុំមានហេតុផលជាអត់បានធ្វើតាមអ្វីដែលគ្រូប្រាប់ទេខ្ញុំប្រាប់ថាសូមអញ្ចឹងអត់អីទេយើងអត់មានហេតុផលអីដែលត្រូវបន្តក្នុងការជួបគ្នាទៀតទេ Because like I said, I can't work harder than they're going to work. ដូចខ្ញុំបាននិយាយអញ្ចឹងថាខ្ញុំមិនអាចគ្រាន់តែជាម្នាក់ប្រឹងប៉ុន្តែបងប្អូនដែលមករកនោះអត់ចង់ចូលរួមសហការផង Incidentally, that's what Nehemiah is doing here. He's saying, we can do this, but you have to take ownership. ដូចលោកនេហេមៀបានប្រាប់អញ្ចឹងថាយើងអាចធ្វើបានរួមគ្នាប៉ុន្តែគ្រប់គ្នាត្រូវតែយកបញ្ហាដែលនៅចំពោះមុខធ្វើជាម្ចាស់ការដែរយកវាធ្វើជាម្ចាស់ការបងប្អូន Okay, so there are 10 gates. អញ្ចឹងឥឡូវយើងនិយាយអំពីច្រកទ្វារទាំង10 And each gate has a name. ហើយច្រកទ្វារនីមួយមានឈ្មោះរបស់ខ្លោងទ្វារនោះ And we can find, because there's nothing accidental in the Bible. យើងអាចមើលឃើញនៅក្នុងព្រះគម្ពីរបានថានេះមិនមែនជាការចែកដន្យទេដែលមានទាំងអស់នេះ We can find New Testament significance from each one of these gates. យើងអាចមើលឃើញអំពីសម្ព័ន្ធមេត្រីថ្មីដែលវាឆ្លុះបញ្ចាំងអំពីច្រកទ្វារនីមួយដែលនៅក្នុងព្រះគម្ពីរនេះ And we can draw
instruction from the names of these gates that will help us in our ministry. អញ្ចឹងយើងអាចទាញយកមេរៀនទាញយកការណែនាំអំពីអ្វីដែលព្រះវិញ្ញាណបានបើកសម្ដែងឲ្យយើងបានមើលឃើញតាមរយៈច្រកទ្វារនីមួយៗនេះ And we're going to briefly talk about each gate. ឥឡូវយើងនឹងសិក្សាជាមួយគ្នាខ្លីៗអំពីច្រកទ្វារនីមួយៗតំណាងឲ្យអ្វី Okay, and I believe these are listed in your outlines. ខ្ញុំជឿថានៅក្នុងសភៅរបស់លោកអ្នកបងប្អូនមានរួចហើយតើតើជាមួយឈ្មោះច្រកទ្វារនោះ Okay, so the first gate we're going to talk about is the sheep gate. ច្រកទ្វារទី1ដែលយើងនិយាយគឺច្រកទ្វារជាម And this is the gate where the sheep were brought in to be sacrificed on the altar. អញ្ចឹងច្រកទ្វារជាមគឺជាច្រកទ្វារដែលប្រជាពលរដ្ឋប្រជារាស្ត្ររបស់ព្រះអង្គមកចូលតាមច្រកទ្វារនេះយកយ៉ាញ់បូជារបស់គេគឺកូនជាមដើម្បីធ្វើយ៉ាញ់បូជា So what does that remind us of? តើច្រកទ្វារនេះរំលឹកយើងឆ្លុះបញ្ចាំងមកកាន់យើងអីគេ It reminds us of the fact that Jesus is the Lamb of God who came to take away the sins of the world. ច្រកទ្វារនេះរំលឹកយើងទាំងអស់គ្នាក្នុងនាមយើងជាអ្នកដើរតាមព្រះអង្គគឺព្រះយេស៊ូវគឺជាកូនជាមដ៏ល្អខ្ចោះត្រូវបានយកមកធ្វើជាយ៉ាញ់បូជាសម្រាប់ជំនួសអំពើបាបរបស់យើង So we always have to remember that the cross is the beginning of any rebuilding process. អញ្ចឹងយើងត្រូវតែចាំថាឈើឆ្កាងឬការសគត់របស់ព្រះយេស៊ូវគឺជាទីចាប់ផ្ដើមមុនគេបង្អស់នៅក្នុងជីវិតរបស់យើងដែលជាអ្នកដើរតាមព្រះអង្គមុនពេលយើងកសាងអ្វីបន្តទៅមុខទៀតយើងត្រូវតែរំលឹកយើងត្រូវកសាងថាការសង្គ្រោះតាមរយៈឈើឆ្កាងឬតាមរយៈព្រះយេស៊ូវគ្រីស្ទគឺជាដំបូងគេបង្អស់ Christianity has nothing to do with self-improvement or self-help. អញ្ចឹងក្នុងនាមយើងជាគ្រឹះបរិស័ទអត់មានពាក់ព័ន្ធអីជាមួយដែលយើងត្រូវថាបើកសម្ដែងឲ្យគេថាយើងជាគ្រឹះបរិស័ទឬក៏បង្ហាញពីជំនួយឬក៏កិច្ចការដែលយើងធ្វើនោះទេ We have to remind people that everything begins at the cross. យើងត្រូវរំលឹកខ្លួនឯងផងហើយនឹងអ្នកដែលដើរតាមយើងផងថាទីចាប់ផ្ដើមរបស់យើងគ្រប់គ្នាគឺការសង្គ្រោះ It's at the cross that our egos and our self-interest are nailed along with our sin. នៅឯឈើឆ្កាងអំនួតហើយនឹងភាពជាភាពអាត្មានិយមហើយនឹងអំពើបាបរបស់យើងត្រូវបានឆ្កាងជាមួយនឹងព្រះអង្គរួចហើយ So no one can save themselves. ពីព្រោះអត់មាននរណាគេអាចជួយសង្គ្រោះខ្លួនឯងបានទេ Only Jesus crucified on the cross can save us from our sin. គឺមានតែតាមរយៈព្រះយេស៊ូវតែប៉ុណ្ណោះដែលបានសគត់នៅលើឈើឆ្កាងដែលបងថ្លៃជំនួសយើងនៅលើអំពើបាបរបស់យើង So as ministers, we need to remember that. ក្នុងនាមយើងជាអ្នកបម្រើការព្រះអង្គម្នាក់ដែលជួយអ្នកដទៃទៀតយើងត្រូវចាំអញ្ចឹង And we need to teach that. ហើយយើងក៏ត្រូវតែបង្រៀនរំលឹកអ្នកដទៃទៀតអំពីការនឹងដែរ You know, the Apostle Paul, he identified himself in many ways. លោកសាវកពូលគាត់មានអាចនិយាយច្រើនអំពីលក្ខណៈរបស់គាត់ទូនាទីរបស់គាត់ឯផ្សេងៗ But I find it interesting that as an older man teaching Timothy, a younger minister, អញ្ចឹងក្នុងនាមខ្ញុំពេលដែលខ្ញុំសិក្សាព្រះបន្ទូលព្រះអង្គខ្ញុំការដែលខ្ញុំបានមើលឃើញលោកពូលដែលគាត់ជាមនុស្សដែលមានវ័យចំណាស់បង្រៀនទៅកាន់កូនខាងវិញ្ញាណរបស់គាត់គឺលោកធីម៉ូថេដែលជាអ្នកដែលបម្រើពន្ធកិច្ចថ្មីថ្មោងនោះ he identified himself as the worst of sinners. គាត់ប្រាប់ទៅកាន់ធីម៉ូថេទៅកាន់កូនខាងវិញ្ញាណរបស់គាត់ថាខ្ញុំគឺជាអ្នកដែលប្រព្រឹត្តអំពើបាបអាក្រក់ជាងគេនៅលើលោក Who have been saved by the Lord Jesus Christ. ដែលជាម្នាក់ដែលអាក្រក់ជាងគេប៉ុន្តែព្រះយេស៊ូវគ្រីស្ទផ្ទាល់បានសង្គ្រោះគាត់ So here you have a man who God used as a missionary, an evangelist, a church planter, a pastor. យើងមើលឃើញអំពីបរិសម្នាក់ដែលពូកែខ្លាំងមែនទែនជាម្នាក់ដែលព្រះបានត្រាស់ហៅឲ្យធ្វើកិច្ចការយ៉ាងច្រើនថ្វាយទៅកាន់ព្រះអង្គក្នុងនាមជាបេសកជនជាអ្នកជាគ្រូបង្រៀនជាអ្នកគង្វាលមានទូនាទីច្រើនដែលគាត់ធ្វើ He wrote 2/3 of the New Testament. ហើយព្រះគម្ពីរ2/3នៃព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីគឺលោកពូលដែលបាននិពន្ធ
yet he would always thank God for his salvation. ប៉ុន្តែទោះបីគាត់មានភាពល្អប្រសើរក្នុងកិច្ចការដែលគាត់ធ្វើមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លះនឹងខ្លះគាត់ចាត់ទុកខ្លួនឯងជាមនុស្សដែលព្រះបានសង្គ្រោះ So as ministers, we have to always remember that we live in the shadow of the cross. ចឹងក្នុងនាមយើងជាអ្នកបម្រើពន្ធកិច្ចរបស់ព្រះអង្គជាគ្រូបង្រៀនអ្នកដឹកនាំយើងត្រូវតែរំលឹកខ្លួនឯងថាខ្ញុំធ្វើកិច្ចការទាំងអស់នេះក្រោមរដ្ឋាភិបាលក្រោមការគ្រប់គ្រងនៃសេចក្តីសង្គ្រោះដែលព្រះបានឃើញខ្ញុំហើយព្រះអង្គបានសង្គ្រោះខ្ញុំ And we remind people that everything begins at the cross. ហើយយើងរំលឹកបងប្អូនដទៃទៀតថាទីចាប់ផ្ដើមរបស់យើងនីមួយៗគឺចាប់ផ្ដើមហើយនឹងរំលឹកខ្លួនឯងថាឈើឆ្កាងទេតើដែលបានសង្គ្រោះយើង And the second gate is the fish gate. ច្រកទ្វារទី2គឺច្រកទ្វារត្រី And what does that remind us of? តើច្រកទ្វារត្រីរំលឹកយើងអំពីអ្វី I think it reminds us of when Jesus asked the disciples to follow him and he would make them fishers of men. រំលឹកយើងអំពីពេលដែលព្រះយេស៊ូវត្រាស់ហៅសាវករបស់ព្រះអង្គជាអ្នកដែលនេសាទត្រីព្រះអង្គប្រាប់ពួកគេថាដាតចូលមកតាមខ្ញុំនឹងឲ្យអ្នកនេសាទមនុស្សវិញ So the fish gate reminds us that our witness is important. អញ្ចឹងច្រកទ្វារទី1ការដែលយើងសារភាពថាទទួលស្គាល់ថាការសង្គ្រោះកើតចេញមកពីព្រះអង្គនោះគឺសំខាន់ណាស់ We have to make sure that that wall in our lives has not crumbled. យើងត្រូវតែប្រកាសបញ្ជាថាជញ្ជាំងច្រកទ្វារមួយនោះមិនត្រូវរលំនៅថ្ងៃណាមួយឡើយគឺសេចក្តីសង្គ្រោះរបស់យើង We need to continue to share the good news of Jesus with people. ហើយបន្ទាប់មកយើងត្រូវតែបន្តចែករំលែកដំណឹងល្អនេះនៅអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើងទៅកាន់អ្នកដទៃទៀត And as we disciple and pastor people, then we encourage them to follow our lead and to share the good news with the unbeliever. ហើយក្នុងការដែលយើងបង្កើតសាវកដើរជាមួយអ្នកដទៃទៀតបង្កើតសាវកជាមួយគេឲ្យគេរស់នៅដោយថ្វាយសេរីរុងរឿងទៅកាន់ព្រះអង្គយើងដល់ពេលដែលយើងត្រូវប្រាប់ពួកគេដែរថាដើរតាមខ្ញុំហើយបន្ទាប់មកមើលគំរូអ្វីដែលខ្ញុំបានយកគំរូពីព្រះយេស៊ូវយកទៅផ្សាយដំណឹងល្អទៅដល់អ្នកដទៃទៀតដែរ And that's the fish gate. ហ្នឹងគឺជាច្រកទ្វារត្រី Then the third gate is the old gate. ច្រកទ្វារទី3នោះគឺច្រកទ្វារចាស់ And that gate represents the truth. ច្រកទ្វារចាស់គឺចែងអំពីសេចក្តីពិត God's truth is settled. It's eternal. ច្រកទ្វារចាស់ឬក៏សេចក្តីពិតគឺនឹងនៅស្ថិតស្ថេរអស់កល The word of God will never change. ព្រះបន្ទូលរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរអស់កលមិនប្រែប្រួលសោះឡើយ It's kind of, if you're a musician, I know Visna is a musician. អញ្ចឹងបើសិនជាលោកអ្នកបងប្អូនជាតន្ត្រីករឧទាហរណ៍វាសនាគាត់ជាតន្ត្រីករ So if he goes to the keyboard and he plays an A today, បើសិនមកគាត់ទៅ piano ហើយចុច piano នៅអាក A នៅថ្ងៃនេះ he plays that same note, it'll still be an A tomorrow. បើគាត់លេង note A ហ្នឹងថ្ងៃហ្នឹងស្អែកឡើងត្រឡប់មកវិញចង់លេង note A ចង់លេងឲ្យលឺសំឡេង A note ហ្នឹងដដែលតង់ហ្នឹងដដែលនឹងត្រូវតែចុច The note A is an A in Cambodia and it's an A in America. អញ្ចឹងសំឡេង note A អាក A នៅលេងសំឡេងមិននៅក្នុងស្រុកខ្មែរអាក A ហ្នឹងដដែលក៏នៅលេងសំឡេងដូចគ្នានៅអាមេរិកចឹង It's always an A. បើសិនយើងថាលេងអាក A អ្នកតន្ត្រីក៏ដឹងហើយលេង A គឺសំឡេង A ទូទាំងសកលលោកគឺដូចគ្នា God's word never changes. ព្រះបន្ទូលព្រះអង្គដូចគ្នានឹងមិនដែលប្រែប្រួលសោះឡើយ So the culture does not influence or should not influence what we teach and what we preach from God's word. សង្គមឬក៏វប្បធម៌ខាងក្រៅมันគួរឬក៏มันអាចផ្លាស់ប្រែมันគួរផ្លាស់ប្ដូរអ្វីដែលយើងក្នុងនាមយើងជាគ្រូបង្រៀនអ្នកដឹកនាំគួរតែផ្លាស់ប្ដូរនៅអ្វីដែលស្របតាមព្រះបន្ទូលព្រះអង្គឡើយ It's God's word that influences the culture.
គឺព្រះបន្ទូលព្រះអង្គគួរតែជាព្រះបន្ទូលដែលជះឥទ្ធិពលវិជ្ជមានទៅកាន់សង្គមខាងក្រៅឬក៏វប្បធម៌វិញ So we need to remember that the word of God doesn't change. អញ្ចឹងយើងត្រូវតែចងចាំទាំងអស់គ្នាថាព្រះបន្ទូលព្រះអង្គនឹងមិនដែលប្រែប្រួលឡើយ So we preach it and we teach it with boldness and with confidence. អញ្ចឹងយើងអធិប្បាយយើងបង្រៀនជាមួយនឹងចិត្តឃ្លាវខ្លាក្លាហាន So I have a barber, the guy who cuts my hair. ខ្ញុំមានជាងកាត់សក់ដែលគាត់តែងតែកាត់សក់ខ្ញុំ And he knows I'm a pastor. គាត់ដឹងថាខ្ញុំមានតួនាទីជាគ្រូគង្វាល He's not a believer yet, ហើយគាត់អត់ទាន់ជឿព្រះអង្គទេ but I talk with him about Jesus and I talk with him about what the Christian life is about. ខ្ញុំនិយាយជាមួយគាត់អំពីគ្រឹះបរិស័ទហើយគ្រឹះបរិស័ទរស់នៅបែបណា So it's interesting because every time he cuts my hair, he'll always ask me, so what are you preaching this Sunday? ហើយអីដែលចាប់អារម្មណ៍គ្រប់ពេលដែលគាត់កាត់សក់ឲ្យខ្ញុំគាត់តែងតែសួរសំណួរខ្ញុំលោកគ្រូអាទិត្យនេះលោកគ្រូបរៀនអំពីអី So I get to practice my message on my unbeliever barber. អញ្ចឹងខ្ញុំបានរៀបចំមេរៀនរបស់ខ្ញុំរាល់សប្តាហ៍រួចហើយអញ្ចឹងមានឱកាសទៅកាត់សក់មានឱកាសអនុវត្តឲ្យហើយ So there was one មេរៀនរបស់ខ្ញុំតាមរយៈអធិប្បាយគម្រោងរបស់ខ្ញុំឲ្យហើយទៅកាន់អ្នកដែលមិនទាន់ជឿព្រះ So one time I told him that I was teaching a series on human sexuality. មានពេលមួយដែលខ្ញុំបានមានឱកាសចែករំលែកជាមួយគាត់ថាអាទិត្យនេះសប្តាហ៍នេះខ្ញុំនឹងបង្រៀនក្រុមជំនុំសមាជិកក្រុមជំនុំរបស់ខ្ញុំអំពីបាបផ្លូវភេទ And that particular Sunday, I was talking about what the Bible has to say about same-sex relationships. ហើយខ្ញុំថាសប្តាហ៍នេះខ្ញុំនឹងមើលកម្មព្រះគម្ពីរបង្រៀនសមាជិកខ្ញុំអំពីព្រះគម្ពីរតកតងជាមួយនឹងអ្វីដែលព្រះគម្ពីរបានចែងតកតងជាមួយនឹងការស្រឡាញ់ភេទដូចគ្នា So he said to me, that's a pretty controversial subject. ហើយគាត់និយាយមកកាន់ថាគ្រូថប់ប្រធានបទហ្នឹងរឿងក្តៅកគុកលោកគ្រូ And I said to him, if it's in the Bible, I have a responsibility to preach it. ហើយខ្ញុំប្រាប់គាត់វិញថាទោះបីក្តៅកគុកនៅសង្គមខាងក្រៅយ៉ាងម៉េចក៏ដោយបើសិនបើនេះជាព្រះបន្ទូលព្រះអង្គខ្ញុំត្រូវតែបង្រៀនពីព្រោះនេះជាកាតព្វកិច្ចហើយនឹងគឺជាអ្វីទំនួលខុសត្រូវបង្រៀនព្រះបន្ទូលព្រះបើព្រះបន្ទូលព្រះចែងយ៉ាងម៉េចខ្ញុំត្រូវបង្រៀនចឹង So then he asked me, what do you do when you disagree with the Bible? ហើយក៏សួរខ្ញុំថាលោកគ្រូបើសិនជាលោកគ្រូបង្រៀនស្រាប់តែមានចំណុចណាមួយដែលព្រះគម្ពីរចែងហើយលោកគ្រូអត់យល់ស្របជាមួយព្រះគម្ពីរតើលោកគ្រូទៅធ្វើម៉េច And I told him I changed my mind. ហើយខ្ញុំប្រាប់គាត់ថាបើសិនជាគំនិតរបស់ខ្ញុំអត់ស្របជាមួយព្រះបន្ទូលមិនមែនព្រះបន្ទូលត្រូវផ្លាស់ប្ដូរខ្ញុំត្រូវផ្លាស់ប្ដូរគំនិតខ្ញុំឲ្យស្របមួយព្រះបន្ទូល When we disagree with the Bible doesn't change. We have to change. ពេលដែលយើងមិនយល់ស្របគ្នាជាមួយព្រះបន្ទូលព្រះអង្គពេលដែលយើងអានទៅគំនិតរបស់យើងមិនយល់ស្របមួយព្រះបន្ទូលព្រះអង្គមិនមែនត្រូវជាអ្នកដែលផ្លាស់ប្ដូរទេយើងត្រូវជាអ្នកដែលផ្លាស់ប្ដូរឲ្យស្របមួយព្រះបន្ទូលព្រះ And that's how we need to teach God's word. នេះគឺជារបៀបដែលយើងគួរតែបង្រៀនព្រះបន្ទូលព្រះអង្គដោយភាពអង់អាចក្លាហានអញ្ចឹង Okay, number 4, the valley gate. គេចំណុចទី4ច្រកទ្វារច្រឡងភ្នំ And this could represent the place of humility. ច្រកទ្វារច្រឡងភ្នំតំណាងឲ្យភាពបន្ទាបខ្លួន So we need to remember that God opposes the proud. យើងត្រូវតែចងចាំថាព្រះអង្គប្រឆាំងទាស់ជាមួយអ្នកដែលមានអំនួត It means he comes against the proud. មានន័យថាព្រះអង្គមកប្រឆាំងជាមួយនឹងអ្នកដែលមានអំនួត But he always gives grace. He always helps the humble. ប៉ុន្តែព្រះអង្គតែងតែយើងមកដូចគ្នាដើម្បីជួយហើយនឹងយើងមកដើម្បីជួបជាមួយនឹងអស់អ្នកណាដែលបន្ទាបខ្លួន So we need to keep a humble opinion about ourselves. អញ្ចឹងហើយយើងផ្ទាល់ត្រូវរំលឹកខ្លួនឯងថាខ្ញុំត្រូវតែមានចិត្តបន្ទាបខ្លួនការបន្ទាបខ្លួននៅក្នុងជីវិតរបស់ខ្ញុំ And we need to teach the people that we lead that they need to keep a humble view about themselves. ហើយយើងក៏ត្រូវការបង្រៀនអ្នកដែលដើរតាមយើងសាវករបស់យើងដែរថាយើងត្រូវតែមានចិត្តបន្ទាបខ្លួនជាពិសេសបន្ទាបខ្លួនជាមួយនឹងអ្វីដែលយើងគិតអំពីខ្លួនឯង And the Bible says if we humble ourselves,
ព្រះបន្ទូលរបស់បានចែង If we ថា humble ចូល ourselves. បន្ទាបខ្លួន that God will exalt us in due time. ហើយនោះព្រះជាម្ចាស់នឹងលើកយើងឡើងនៅពេលកំណត់បានមកដល់ Okay, then there's the next gate. Number 5 is the dung gate. ឥឡូវច្រកទ្វារទី5នោះគឺច្រកទ្វារលាមកសត្វ That would be the gate that if I was living back then, I would not want to live by. ហើយបើខ្ញុំជាអ្នកនៅក្នុងទីក្រុងយេរូសាឡិមវិញណាច្រកទ្វារមួយហ្នឹងគឺខ្ញុំអត់ចង់សង់នៅផ្ទះនៅក្បែរទេ I'd move out of that neighborhood. បាទមិនបើសិនខ្ញុំចែកដនអីធ្វើផ្ទះនៅម្ដុំហ្នឹងខ្ញុំនឹងរើចេញពីអ្នកចិត្តខាងខ្ញុំហើយខ្ញុំអត់ចង់ក្បែរទ្វារច្រកលាមកសត្វទេ So that was the gate of elimination. That's where all the trash went out. អញ្ចឹងច្រកទ្វារលាមកសត្វនេះគឺជាច្រកទ្វារដែលគេបញ្ចេញកាកសំណល់មានន័យថាជាច្រកទ្វារដែលគេចាក់សម្រាមចោលលាមកសត្វនៅទីនោះ So we need to remember and we need to remind people that we also need an elimination gate. អញ្ចឹងយើងទាំងខ្លួនយើងផ្ទាល់ទាំងអ្នកដែលយើងបង្រៀនឬក៏បង្កើតសាវកជាដឹកនាំពួកគេត្រូវតែរំលឹកខ្លួនឯងថាក្នុងជីវិតរបស់យើងម្នាក់ៗត្រូវតែមានច្រកទ្វារដែលយើងអាចបញ្ចេញចោល Here's what the Bible says. នេះគឺជាអ្វីដែលព្រះបន្ទូលបានចែង We need to purify ourselves. ចូលយើងបន្សុទ្ធ We ខ្លួន need to វិជ្ជ from បែប everything. Okay, we need to purify ourselves from everything that contaminates body and spirit. Can you provide me the Bible verse? Sorry, Pastor. Yeah, okay, sure. I'm sorry. 2 Corinthians 7:1. 2 កូរិនថូសជំពូកទី7ខទី1បានចែងថាចេះយើងត្រូវជំរះខ្លួនឲ្យបរិសុទ្ធចាកផុតពីសៅមងគ្រប់យ៉ាងទាំងខាងរូបកាយទាំងខាងវិញ្ញាណដើម្បីឲ្យបានវិសុទ្ធទាំងស្រុងដោយគោរពកោតខ្លាចព្រះជាម្ចាស់ So we need to respond when the Holy Spirit points out something in our lives. We need to respond by asking Him to forgive us. We confess it and we ask for forgiveness. ក្នុងជីវិតរបស់យើងត្រូវតែត្រៀមដើម្បីឆ្លើយតបជាមួយនឹងព្រះវិញ្ញាណនៅពេលដែលព្រះអង្គចង្អុលបង្ហាញយើងចុចយើងទៅកាន់ផ្នែកដែលយើងត្រូវតែរីកចម្រើនត្រូវតែផ្លាស់ប្ដូរត្រូវតែឈប់ឲ្យវាមាននៅក្នុងជីវិតរបស់យើងទៀតយើងត្រូវតែឆ្លើយតបជាមួយព្រះវិញ្ញាណថាយើងនឹងអនុញ្ញាតឲ្យព្រះអង្គលាងជម្រះយើង Because we don't want anything in our lives that's going to make our ministry ineffective. យើងអត់ចង់មានអ្វីមួយដែលមាននៅក្នុងជីវិតរបស់យើងដែលវាស្មោកគ្រោកស្អុយនោះធ្វើឲ្យវាជាអត្តពលទៅដល់ពន្ធកិច្ចដែលយើងកំពុងបម្រើ And we want to teach other people to do the same thing. យើងក៏ចង់បង្រៀនអ្នកដទៃទៀតឲ្យធ្វើដូចគ្នាដែរ Then there's the fountain gate. យើងមើលឃើញច្រកទ្វារទី6គឺច្រកទ្វារប្រភពទឹក And those words can remind us of when Jesus met the woman at the well. ច្រកទ្វារទី6ឆ្លុះបញ្ចាំងយើងអំពីពេលដែលព្រះយេស៊ូវបានជួបស្ត្រីសាមារីនៅឯអណ្ដូងទឹក Remember he told her, I can give you water that will be like springs of living water. ចាំបានអត់ថាព្រះយេស៊ូវប្រាប់ទៅគាត់ថាមិនថាខ្ញុំអាចផ្ដល់ទឹកដែលជាទឹកដែលផ្ដល់ជីវិតមកកាន់អ្នកជាប្រភពទឹកដែលផ្ដល់ជីវិត And he was referring to the Holy Spirit. ព្រះយេស៊ូវផ្ទាល់ថាទឹកដែលផ្ដល់ជីវិតប្រភពទឹកដែលផ្ដល់ជីវិតនោះគឺព្រះអង្គចង់សម្ដៅទៅលើព្រះវិញ្ញាណបរិសុទ្ធ And all of us have the Holy Spirit living inside of us. ហើយយើងគ្រប់គ្នាមានព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់សន្ធិដ្ឋនឹងគង់នៅក្នុងជីវិតរបស់យើង And he's the one that enables us to obey God's word and to do his will. ព្រះអង្គផ្ទាល់ក៏ជាព្រះអង្គដែលបំពេញកិច្ចការនៅក្នុងយើងដើម្បីយើងអាចបំពេញឬក៏ឆ្លើយតបធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គបាន So as leaders and as pastors, we have to depend on the Holy Spirit. ចឹងក្នុងនាមយើងជាអ្នកដឹកនាំជាគ្រូកងវិលយើងត្រូវពឹងអាងលើព្រះអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ And we have to teach those that we serve that they have to depend on the Holy Spirit. យើងក៏ត្រូវបង្រៀនអ្នកដែលដើរតាមយើងអ្នកដែលបម្រើពន្ធកិច្ចជាមួយយើងថាចូលពឹងអាងលើព្រះវិញ្ញាណបរិសុទ្ធ And sometime in the future we can talk more about that, but for now just
realize that he lives in us and we need to depend on him. យើងអាចនិយាយគ្នាច្រើនថែមទៀតអំពីការពឹងអាងលើព្រះវិញ្ញាណបរិសុទ្ធឬក៏អំណាចនៃព្រះវិញ្ញាណបរិសុទ្ធនៅពេលក្រោយនៅថ្ងៃខាងមុខទៀតប៉ុន្តែថ្ងៃនេះគាត់តែដឹងរំលឹកខ្លួនឯងឲ្យចាំថាព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើងហើយយើងត្រូវការពឹងអាងលើអំណាចរបស់ព្រះអង្គ So I have been in pastoral ministry and preaching God's word for 49 years. ខ្ញុំនៅក្នុងពន្ធកិច្ចជាគ្រូកង្វៀលអ្នកដឹកនាំហើយបង្រៀនព្រះបន្ទូលព្រះអង្គរយៈពេល49ឆ្នាំមកហើយ And I will have young people that will ask me this question. ខ្ញុំតែងតែមានយុវជនយុវនារីដែលចូលមកកាន់ខ្ញុំហើយសួរសំណួរមកកាន់ខ្ញុំចេះ Pastor Cal, after all these years, do you ever get nervous when you go to the pulpit? គេសួរមកកាន់ខ្ញុំថាលោកគ្រូខាលលោកគ្រូអធិប្បាយរាប់ឆ្នាំមកហើយតើលោកគ្រូពេលដែលត្រូវអធិប្បាយនៅថ្ងៃអាទិត្យម្ដងឥឡូវហ្នឹងណាលោកគ្រូនៅមានភាពនៅព្រួយបារម្ភភ័យខ្លាចទៀតអត់លោកគ្រូ And I tell them, after 49 years of preaching, every Sunday and every Wednesday before I go to the pulpit, I'm nervous. ខ្ញុំតែងតែប្រាប់គេថាបងអូនអើយតបពី49ឆ្នាំអធិប្បាយក៏ដោយរាល់ថ្ងៃអាទិត្យមុនពេលឡើងឆាកទៅកាន់ប៉ុលពេតរាល់ពេលថ្ងៃពុធដែលខ្ញុំត្រូវបង្រៀនមេរៀនខ្ញុំតែងតែភ័យ And when I'm sitting waiting for my time to go to the pulpit, នៅពេលដែលខ្ញុំអង្គុយមុនពេលការស្វែងអង្គមចប់ហើយត្រូវត្រៀមឡើងណា during the worship service, ពេលក្រុមស្វែងអង្គមកំពុងដឹកនាំស្វែងអង្គមមកឡើយខ្ញុំនឹងអង្គុយកៅអីអធិប្បាយរបស់ខ្ញុំនៅក្រោម I tell the Holy Spirit, if you don't go with me, I'm not going up there. ខ្ញុំអង្គុយនៅកៅអីចាំវេននៅខ្ញុំឡើងអធិប្បាយខ្ញុំប្រាប់ខ្ញុំអធិដ្ឋានទៅកាន់ព្រះវិញ្ញាណបរិសុទ្ធថាព្រះវិញ្ញាណបរិសុទ្ធណាបើព្រះអង្គអត់យាងទៅឈើអធិប្បាយមកខ្ញុំទេខ្ញុំអត់ទៅទេ Because if I go up there without the Holy Spirit, I'll be able to communicate to people's heads. ប្រសិនមកខ្ញុំគ្រាន់ឡើងឆាកដើម្បីអធិប្បាយហើយអត់មានព្រះវិញ្ញាណយាងទៅជាមួយខ្ញុំព្រះវិញ្ញាណអត់ព្រមឡើងទៅជាមួយខ្ញុំទេខ្ញុំអាចអធិប្បាយបានខ្ញុំអាចនិយាយទៅកាន់សមាជិកបានប៉ុន្តែគ្រាន់និយាយឲ្យចេញពីគំនិតរបស់ខ្ញុំតែប៉ុណ្ណោះ And I don't want to communicate only to their head. I want to communicate to their heart. ខ្ញុំអត់ចង់គ្រាន់និយាយអំពីគំនិតទៅកាន់គំនិតរបស់មនុស្សទេខ្ញុំចង់និយាយអំពីព្រះបន្ទូលព្រះអង្គទៅកាន់ជំរឿចិត្តរបស់គេ So once I'm behind the pulpit and I know he's with me, well, I'm not nervous anymore. បើខ្ញុំដឹងថាខ្ញុំឡើងទៅកាន់ក្បាលមីក្រូដើម្បីអធិប្បាយហើយខ្ញុំដឹងថាព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយខ្ញុំពេលដែលខ្ញុំត្រូវអធិប្បាយខ្ញុំលែងភ័យហើយ Up to that point, I'm nervous. ហើយមកដល់សប្តាហ៍ថ្ងៃនេះខ្ញុំនៅតែភ័យ And I'm glad because I never want to lose my dependence on the Holy Spirit. ខ្ញុំតាមពិតទៅខ្ញុំសប្បាយចិត្តដែលខ្ញុំនៅតែភ័យពីព្រោះអីបើខ្ញុំអត់ភ័យមានន័យថាខ្ញុំពឹងអាងលើសមត្ថភាពការចេះដឹងរបស់ខ្ញុំបើខ្ញុំភ័យមានន័យថាខ្ញុំនៅបន្តពឹងអាងហើយនឹងព្រះអំណាចចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធដដែល Neither do you. លោកអ្នកបងប្អូនក៏គួរតែធ្វើអញ្ចឹងដូចគ្នាដែរ We want to teach our people to live with that kind of dependence យើង on the Holy Spirit. បង្រៀនអ្នកដែលដើរតាមព្រះអង្គដែលជាសាវករបស់យើងរៀនពឹងអាងលើព្រះវិញ្ញាណបរិសុទ្ធបន្តពឹងអាងលើអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ Then the seventh gate is the water gate. ហើយច្រកទ្វារទី7គឺច្រកទ្វារទឹក And water, the Bible says that water symbolizes God's word. The word of God washes us like water. ទឹកនៅក្នុងព្រះគម្ពីរបានចែងថាទឹកហាក់ប្រៀបបានហាក់ដូចជាព្រះបន្ទូលព្រះអង្គតែងតែយាងមកហើយលាងជំរះយើងឬបំពេញយើង So that when you read those chapters, that's the only gate that was not torn down. លោកអ្នកបងប្អូនបើសិនជាយើងអានចំពុកទី2ទី3យើងនឹងមើលឃើញថាចំពុកទី3បានចែងថាមានតែច្រកទ្វារក្នុងចំណោមច្រកទ្វារទាំង10មានតែច្រកទ្វារទឹកទេដែលមិនបានដួលរលំ What a great reminder that God's word will never be destroyed. នេះគឺជាសេចក្តីរំលឹកយ៉ាងអស្ចារ្យក្នុងជីវិតរបស់យើងយ៉ាងម៉េចថាទោះបីមានរឿងអីកើតឡើងក៏ដោយព្រះបន្ទូលព្រះអង្គនឹងមិនដែលផ្លាស់ប្រែឬក៏ដួលរលំនោះឡើយ Remember, Jesus said, heaven and earth will pass away, but my word will never pass away.
ចាំមកព្រះយេស៊ូវមានព្រះបន្ទូលថាពិភពលោកនេះនឹងរសាត់បាត់ទៅប៉ុន្តែព្រះបន្ទូលរបស់យើងនឹងមិនរសាយបាត់ទៅឡើយ So that's why I encourage you to preach and teach God's word. ដូច្នេះហើយខ្ញុំចង់រំលឹកលោកអ្នកបងប្អូនដែលជាអ្នកដឹកនាំគ្រូកងវាបន្តអធិប្បាយបន្តបង្រៀនព្រះបន្ទូលដែលមិនចេះរលំរលួយនោះឡើយ We don't want to preach our opinion. Who cares about our opinion? យើងអត់ចង់អធិប្បាយចេញពីគំនិតរបស់យើងអ្នកណាគេខ្វល់ពីគំនិតរបស់យើងគិតមិន So we want to preach God's word. យើងចង់អធិប្បាយបង្រៀនព្រះបន្ទូលព្រះ So that's why we study God's word. That's why we read God's word, because we want to preach his word. ដូច្នេះហើយបានជាយើងសិក្សាព្រះបន្ទូលព្រះអង្គដូច្នេះហើយបានជាយើងប្រកាសព្រះបន្ទូលព្រះអង្គ So let me tell you, in 49 years of preaching his word, ខ្ញុំចង់ប្រាប់លោកអ្នកបងប្អូនថារយៈពេល49ឆ្នាំហើយដែលអធិប្បាយព្រះបន្ទូលព្រះអង្គ I haven't run out of sermons. ខ្ញុំអត់ទាន់អស់សេចក្តីអធិប្បាយនៅឡើយទេចេញពីព្រះបន្ទូលព្រះអង្គ I still have all kinds of sermons I can preach. នៅមានមេរៀនអធិប្បាយជាច្រើនទៀតដែលព្រះបន្ទូលព្រះអង្គខ្ញុំអាចបង្រៀនបាន So every one of you have plenty of material to teach and preach right here. លោកអ្នកបងប្អូនមានធនធានដែលមិនចេះខ្វះនៅឡើយបងប្អូននឹងមិនដែលអស់ធនធានឡើយគឺព្រះបន្ទូលព្រះហ្នឹងឯង And when we as leaders love God's word, ហើយពេលណាដែលយើងជាអ្នកដឹកនាំជាគ្រូគង្វាលស្រឡាញ់ព្រះបន្ទូលព្រះអង្គណា the people that we lead, they're going to love God's word too. ពេលណាដែលយើងជាអ្នកដឹកនាំគេស្រឡាញ់ព្រះបន្ទូលព្រះអង្គណាអ្នកដែលដើរតាមយើងក៏នឹងស្រឡាញ់ព្រះបន្ទូលព្រះអង្គដែរ The East Gate, number 8. ឥឡូវច្រកទ្វារទី8ច្រកទ្វារខាងកើត In the East Gate, this is the gate that faces the rising sun. ជាច្រកទ្វារដែលបែរមុខទៅព្រះអាទិត្យរះ And the Bible says that one day Jesus is going to walk through the eastern gate into Jerusalem. ព្រះបន្ទូលបានចែងថានៅពេលនេះណាព្រះអង្គយាងមកវិញម្ដងទៀតព្រះអង្គនឹងយាងចូលតាមច្រកទ្វារខាងកើត So when he comes back, second coming, he's going to establish his reign in Jerusalem. He's going to walk through the eastern gate. នៅពេលដែលព្រះអង្គយាងមកម្ដងទៀតជាលើកទី2ព្រះអង្គនឹងយាងចូលតាមច្រកទ្វារខាងកើតហើយព្រះអង្គនឹងតាំងបល្ល័ង្កមកព្រះអង្គនៅយេរូសាឡឹមហើយព្រះអង្គនឹងសោយរាជ្យអស់កល So history tells us that in 1530, the Muslims took over that city. យើងបានដឹងដែរថាប្រវត្តិសាស្ត្រថាទីក្រុងយេរូសាឡឹមនៅឆ្នាំ1530មូស្លីមបានជាអ្នកដែលគ្រប់គ្រងនៅក្នុងអាណាចក្រនៅក្នុងប្រទេសអ៊ីស្រាអែលយេរូសាឡឹម And I saw this for myself. ខ្ញុំមើលឃើញកិច្ចការនេះដែលខ្ញុំខ្លួនផ្ទាល់ដែរ And so they had heard that Jesus, when he comes back, is going to walk through that gate. ពួកគេដឹងពួកគេបានទទួលស្គាល់មួយថាពេលដែលព្រះយេស៊ូវយាងមកជាលើកទី2ព្រះអង្គនឹងយាងចូលតាមច្រកទ្វារខាងកើត So what they did was they put boards across the gate to stop Jesus from walking through there when he comes back to earth. បើសិនជាយើងមើលទៅកាន់ទីកំពែងក្រុងយេរូសាឡឹមច្រកទ្វារខាងកើតវិញពួកគេដឹងថាព្រះយេស៊ូវយាងមកវិញចូលតាមច្រកទ្វារខាងកើតគេយកដកថ្មទៅបិទច្រកទ្វារខាងកើតឲ្យខ្លាចជាទ្វារខាងកើតមានតែជញ្ជាំងលែងឃើញថាច្រកទ្វារទៀតហើយពួកគេបិទហ្មង Think about that. They thought that a few pieces of wood are going to stop Jesus. ហើយគេដាក់រនាំងបាំងផ្សេងហើយគេគិតថាបើព្រះយេស៊ូវមកហើយព្រះអង្គឃើញច្រកទ្វារខាងកើតត្រូវបានបិទព្រះអង្គចូលរួចទេ So they read about the part about him coming back. ពួកគេអានព្រះបន្ទូលព្រះហើយមើលឃើញថាព្រះយេស៊ូវយាងមកវិញចូលតាមច្រកទ្វារហ្នឹង It's too bad they didn't read the part that when he rose from the dead, he walked through walls. ពួកគេបានអានត្រឹមកន្លែងហ្នឹងថាព្រះយេស៊ូវយាងមកវិញចូលតាមច្រកទ្វារខាងកើតពួកគេភ្លេចអានបន្តទៅមុខទៀតថានៅពេលដែលព្រះយេស៊ូវមានបជនរស់ពីបន្ទាប់ពីគេឆ្កាងព្រះអង្គដើរចូលទៅកាន់ផ្ទះដោយអត់ចាំបាច់បើកទ្វារទេព្រះអង្គដើរទម្លុះទ្វារឬក៏ដើរទម្លុះជញ្ជាំងបានពួកគេបានដឹងពីផ្នែកហ្នឹងសោះ So one day he's going to walk through that gate. អញ្ចឹង
ថ្ងៃមួយព្រះយេស៊ូវផ្ទាល់ទោះបីមានអីបាំងមានបិទជញ្ជាំងកន្លែងនោះក៏ដោយព្រះយេស៊ូវអាចដើរទម្លុះបានថ្ងៃមួយព្រះអង្គនឹងយាងចូលមកតាមច្រកទ្វារនោះវិញ And that gate gives us hope. Jesus is coming back. ច្រកទ្វារនេះតំណាងឲ្យគេតំណាងឲ្យសេចក្តីសង្ឃឹមរបស់យើងអាចមានសង្ឃឹមបានពីព្រោះព្រះអង្គនឹងយាងមកម្ដងទៀត And we need to remind the people we serve that Jesus is coming back. This is not all there is. បាទយើងអាចបង្រៀនអ្នកដែលដើរតាមជាមួយយើងបានណាថាយើងនៅមានសង្ឃឹមពីព្រោះថ្ងៃណាមួយព្រះអង្គពិតជាយាងមកមែន This world is temporary. អ្វីដែលយើងឃើញសពថ្ងៃជីវិតដែលយើងរស់នៅបច្ចុប្បន្នគ្រាន់តែជាកន្លែងបណ្ដោះអាសន្ន We're preparing now for eternity. អ្វីដែលយើងកំពុងរៀបចំរបស់យើងនៅកន្លែងបណ្ដោះអាសន្ននេះនៅលើផែនដីនេះព្រះអង្គត្រៀមយើងរៀបចំយើងដើម្បីភាពអស់កលជានិច្ច And that gate reminds us of that. ហើយច្រកទ្វារខាងកើតនេះគឺរំលឹកយើងអំពីសេចក្តីសង្ឃឹមដែលយើងមាននៅក្នុងព្រះអង្គ And then number 9, the horse gate. ច្រកទ្វារទី9ច្រកទ្វារសេះ And in the Bible, horses symbolize warfare, នៅព្រះគម្ពីរ battles. សេះតំណាងឲ្យសង្គ្រាមឬក៏សមរភូមិ So we can never forget that we're in a battle with a very real enemy. ចឹងយើងអាចរំលឹកខ្លួនឯងបានថាយើងជីវិតរបស់យើងរស់នៅក៏មានសមរភូមិខាងវិញ្ញាណមានខ្មាំងសត្រូវដែលតែងតែវេបហាយើងដែរ So we need to remember that the enemy will oppose us and he'll oppose those that we serve. ហើយយើងត្រូវរំលឹកខ្លួនឯងថាខ្មាំងសត្រូវវាមិនដែលនៅស្ងៀមទេវានឹងមកតែងតែប្រឆាំងវាយប្រហារទាស់ជាមួយយើងហើយនឹងអស់អ្នកដែលដើរតាមព្រះអង្គដទៃទៀតឬក៏សាវកដែលយើងបានបង្រៀនពួកគេ And we can't forget, though, that the resources of heaven have been made available to us. ប៉ុន្តែយើងក៏ត្រូវដឹងដែរថាយើងក៏ត្រូវច្បាស់ដែរថារាល់ទាំងធនធានទាំងប្រមាណដែលស្ថានសួគ៌មានក៏មានសម្រាប់យើងដែរដើម្បីតយុទ្ធជាមួយនឹងខ្មាំងសត្រូវរបស់យើង And Jesus has already won the victory. ហើយជាពិសេសនោះគឺព្រះយេស៊ូវផ្ទាល់ទ្រង់បានមានជ័យជំនះរួចហើយ So we don't fight for victory, we fight from victory. ចឹងយើងត្រូវដឹងយ៉ាងច្បាស់ប្រកបថាចេះខ្ញុំអត់តយុទ្ធដើម្បីមានជ័យជំនះទេខ្ញុំតយុទ្ធពីព្រោះខ្ញុំឈ្នះហើយ And we remind our people of that. We encourage them. ហើយយើងរំលឹកអ្នកដែលដើរតាមយើងដូចគ្នាថាយើងមិនមែនតយុទ្ធដើម្បីមានជ័យជំនះទេយើងតយុទ្ធពីព្រោះយើងដឹងថាយើងឈ្នះរួចហើយយើងមានជ័យជំនះហើយ And then the last gate, number 10, is the inspection gate. ហើយច្រកទ្វារទី10ច្រកទ្វារត្រួតពិនិត្យ So in that time, that's where judges stood in judgment of other people. អញ្ចឹងច្រកទ្វារទី10ជាច្រកទ្វារត្រួតពិនិត្យនៅពេលដែលគេរស់នៅសម័យកាលនោះជាច្រកទ្វារដែលអ្នកកាត់ក្តីចៅក្រមគេនឹងអង្គុយនៅកន្លែងច្រកទ្វារម្ដុំនោះ So that's where judges made decisions regarding crimes. They judged at the judgment gate. ជាកន្លែងដែលអ្នកកាត់ក្តីអង្គុយ Inspection gate. អ្នកដែលត្រួតពិនិត្យកាត់ក្តីដែលនឹងអង្គុយទីនោះដើម្បីមើលរឿងក្តីរឿងចំនួនដទៃទៀតដើម្បីពួកគេអាចត្រួតពិនិត្យមើលករណីទាំងអស់នោះនៅកន្លែងនោះ And so for us, that should remind us that from time to time, we need to take an inspection of our lives. អញ្ចឹងរំលឹកយើងអំពីអីគេនៅក្នុងជីវិតរបស់យើងផ្ទាល់បច្ចុប្បន្ននេះវិញយើងត្រូវតែមានពេលដើម្បីយើងមកអង្គុយកន្លែងច្រកទ្វារត្រួតពិនិត្យនឹងវិញដូចគ្នាយើងក៏ត្រូវចងចាំដែរថាខ្ញុំត្រូវត្រួតពិនិត្យត្រូវ check មើលខ្លួនឯងដែរ You know how in our computers we have programs that scan for viruses? ដឹងទេថាកុំព្យូទ័ររបស់យើងក៏មានកម្មវិធី scan មើលមេរោគនៅក្នុងកុំព្យូទ័ររបស់យើងណា We need to ask the Holy Spirit to scan our lives. យើងត្រូវការសុំព្រះវិញ្ញាណបរិសុទ្ធព្រះអង្គឲ្យសុំ scan ជីវិតរបស់ខ្ញុំត្រួតពិនិត្យ check មើលត្រួតពិនិត្យជីវិតរបស់ខ្ញុំដែរ And to let us know if something isn't quite right. សូមព្រះអង្គមានព្រះបន្ទូល check មើលត្រួតពិនិត្យមើលតើមានកន្លែងណាមួយដែលមិនទាន់ត្រឹមត្រូវ And then we bring that to Jesus and we confess it and we move forward. ហើយបើព្រះអង្គតតឃើញហើយទូបង្គំក៏ឃើញដែរទូបង្គំយកវាមកថ្វាយព្រះយេស៊ូវអនុញ្ញាតឲ្យព្រះអង្គបានជួយទូបង្គំឲ្យលេងជំរះទូបង្គំឡើងវិញ And then we teach our people to do the same thing. យើងក៏បង្រៀនអ្នកដែលដើរតាមយើងសាវករបស់យើងឲ្យធ្វើដូចគ្នាដែរចេះត្រួតពិនិត្យមើល
So that's the inspection gate. នេះគឺជាច្រកទ្វារត្រួតពិនិត្យ So those are the 10 gates, and they all have significance for us. នោះជាច្រកទ្វារទាំង10ដែលនៅពេលដែលគេកសាងឡើងវិញហើយវាមានភាពសំខាន់ណាស់ក្នុងជីវិតខាងវិញ្ញាណរបស់យើងដែរ So I would encourage you, because that's a lot of material. ខ្ញុំពិតជាលើកទឹកចិត្តលោកអ្នកបងប្អូនបន្តពីរៀនថ្ងៃនេះពីព្រោះយើងសិក្សាច្រើនមែនតើថ្ងៃនេះ So I would encourage you to read chapters 2 and 3 in Nehemiah. ខ្ញុំលើកទឹកចិត្តបងប្អូនថាចូលអានព្រះគម្ពីរនេហេមៀជំពូកទី2ជំពូកទី3ឡើងវិញ Go over your notes that we talked about tonight. អានមើលកំណត់ត្រាដែលបងប្អូនបានរៀនថ្ងៃនេះអ្វីដែលបងប្អូនបានកត់នៅថ្ងៃនេះ Ask the Holy Spirit to give you more insight. ទូលសូមព្រះវិញ្ញាណបរិសុទ្ធព្រះអង្គសូមបើកសម្ដែងឲ្យទូលបង្គំស្គាល់ថែមទៀត And then talk with each other about what the Lord is saying to you. ហើយជជែកគ្នាជាមួយនឹងសិស្សរួមថ្នាក់របស់បងប្អូនតើព្រះវិញ្ញាណបរិសុទ្ធមានប្រំទូអីគេតាមរយៈច្រកទ្វារទាំង10នេះមកកាន់ជីវិតរបស់ខ្ញុំ And then if questions come up, write them down. ហើយបើមានសំណួរផុសឡើងសូមកត់ត្រាសំណួរនោះ So if somebody says to you, I have a question, but I don't want to ask it. បើសិនមានមិត្តរួមថ្នាក់របស់យើងណាម្នាក់ថាខ្ញុំមានសំណួរប៉ុន្តែខ្ញុំអត់ចង់សួរ Then you tell them, give it to me, I'll ask it. ហើយប្រាប់មិត្តរួមថ្នាក់របស់យើងថាមានសំណួរមែនប្រាប់ខ្ញុំមកចាំខ្ញុំកត់ចូលហើយខ្ញុំអ្នកសួរជំនួសក៏បានដែរ And we'll do our best to answer it. ខ្ញុំនឹងធ្វើអស់ពីសមត្ថភាពដើម្បីឆ្លើយសំណួរបងប្អូន Don't ever forget, we're all growing in Jesus. ខ្ញុំចង់រំលឹកបងប្អូនថាមិនថាវ័យប៉ុណ្ណាទេបបិសពប៉ុណ្ណាទេយើងសុទ្ធតែនៅក្នុងដំណាក់កាលរីកចម្រើនក្នុងព្រះអង្គរៀងៗខ្លួន And it's obvious that you want to grow or you wouldn't be a part of this. ហើយពិតជាជាក់ស្ដែងជាភ័ស្តុតាងដែលខ្ញុំមើលឃើញអំពីចិត្តស្រឡាញ់របស់បងប្អូនចិត្តឃ្លាវខ្លានឹងការចង់សិក្សាបន្ថែមអំពីព្រះអង្គគឺបងប្អូនអង្គុយក្នុងថ្នាក់នេះហើយបានដែលបង្ហាញឲ្យខ្ញុំថាបងប្អូនពិតជាចង់រៀនថែមទៀតនោះ So I know I want to grow, and doing this with you is helping me grow. ខ្ញុំផ្ទាល់ខ្ញុំពិតជាចង់រីកចម្រើនហើយខ្ញុំផ្ទាល់ក៏ចង់រីកចម្រើនជាមួយបងប្អូនដែរខ្ញុំពិតជាចង់ទៅជាមួយបងប្អូនដូចគ្នា So thank you for your participation. ខ្ញុំពិតជាអរគុណសម្រាប់ការចូលរួមរបស់បងប្អូននៅថ្ងៃនេះ So we're not meeting next week. ចឹងសប្តាហ៍ក្រោយយើងអត់មានថ្នាក់ទេ We're meeting the week after that. ពីរសប្តាហ៍ទៀតបានយើងរៀនជាមួយគ្នាម្ដងទៀត So you'll want to write that down, and Visna will remind you. អញ្ចឹងបងប្អូនអាចដាក់នៅក្នុងការវិភាគឡងនិយាយរបស់បងប្អូនបានដល់ថ្ងៃទី16យើងអត់រៀនទេថ្ងៃទី23បានយើងរៀន And I think the week that we'll be meeting, Aaron and Sam, her husband, are going to be with you ខ្ញុំគិតថាថ្ងៃសុ in ក្រទី person. ថ្ងៃសុក្រទី23ដែលយើងរៀនជាមួយគ្នាម្ដងទៀតកូនសិស្សរបស់ខ្ញុំ Aaron ហើយនឹងប្តីរបស់គាត់អត់នៅអាមេរិកទេគាត់នៅស្រុកខ្មែរមួយបងប្អូន So your assignment, read chapters 2 and 3, go over your notes. អញ្ចឹងលំហាត់របស់លោកអ្នកបងប្អូនរយៈពេល2សប្តាហ៍តម្រាំយើងជួបគ្នាសូមអានជំពូកទី2ជំពូកទី3ហើយនឹងកំណត់ត្រាដែលបងប្អូនបានសរសេរចូលថ្ងៃនេះ Talk about what we learned among yourselves. ប្រហែលចប់ថ្នាក់នេះជជែកគ្នា10ទៅ15នាទីអំពីអ្វីដែលលោកអ្នកបងប្អូនរៀនបានថ្មីនៅថ្ងៃនេះ And then any questions that come up, jot them down. បើសិនបើមានសំណួរណា Write them down. អត់ហ៊ានសួរសរសេរចូលអ្នកអតីអាចសួរជំនួសក៏បានដែរ So next time we'll start with your questions. អញ្ចឹងនៅថ្ងៃទី23ពេលយើងជួបគ្នាម្ដងទៀតយើងនឹងចាប់ផ្ដើមជាមួយសំណួរដែលបងប្អូនមាន And then we're going to talk about how Nehemiah handled opposition. ហើយថ្ងៃទី23យើងនឹងសិក្សាជាមួយគ្នារបៀបដែលលោកនេហេមៀដោះស្រាយជាមួយនឹងពេលដែលមានការប្រឆាំងទាស់ចូលមកដល់ Because of course we know that whenever we say, let's rebuild, the enemy says, no, I'm going to come against that. ពីព្រោះយើងដឹងយ៉ាងច្បាស់ថានៅពេលណាដែលយើងដៃគូសហការជាមួយព្រះវិញ្ញាណបរិសុទ្ធហើយយើងចូលរួមជាមួយព្រះអង្គហើយនិយាយថាខ្ញុំនឹងធ្វើតាមខ្ញុំនឹងសាងសង់ខ្មាំងសត្រូវក៏នឹងមកដែរថាអត់ឲ្យទៅធ្វើបានទេពេលណាដែលយើងចាប់ដៃគូមួយព្រះវិញ្ញាណបរិសុទ្ធធ្វើអ្វីដែលព្រះអង្គត្រាស់ហៅយើងឲ្យធ្វើខ្មាំងសត្រូវមកភ្លាមប្រឆាំងទាស់ភ្លាម But Nehemiah teaches us
how to work, how to fight, how to come against opposition. ចឹងលោកសភៅនេហេមៀលោកនេហេមៀបានបង្រៀនយើងរបៀបដែលយើងចេះមានយុទ្ធសាស្ត្រតយុទ្ធទៅវិញជាមួយនឹងក្បាច់ក្បួនរបស់ខ្មាំងសត្រូវដែលយើងមកវាយប្រហារយើងដែរ So thank you, and I give it back to Aaron. ចឹងខ្ញុំអរគុណបងប្អូនច្រើនខ្ញុំបកគោលទៅឲ្យ Aaron វិញ Wow, thank you so much. That was so good. ពិតជាអរគុណលោកគ្រូមែនតើពិតជាល្អខ្លាំងណាស់ថ្ងៃនេះ This is the third time that I've been able to listen to this message, and it's just like every time it's so good. នេះជាលើកទី3ហើយដែលខ្ញុំឮមេរៀនដែលលោកគ្រូបង្រៀនអំពីច្រកទ្វារនេះហើយគ្រប់ពេលទៅបីឮដដែលមែនតែងតែមានអីថ្មីខ្ញុំអាចរៀនបាន One thing I want to add to Pastor Cal's like assignment is maybe think about one of the gates that maybe really spoke to your heart. អ្វីមួយដែលខ្ញុំចង់បន្ថែមទៅលើមេរៀនរបស់លោកគ្រូខាលនៅថ្ងៃនេះប្រហែលបងប្អូនគិតអំពីតើច្រកទ្វារមួយណាដែលព្រះអង្គបានប៉ះពាល់ចិត្តរបស់យើងដែលយើងមានអារម្មណ៍ថាដូចខ្ញុំដូចកំពុងរស់នៅម្ដុំច្រកទ្វារមួយនេះឥឡូវដែលព្រះវិញ្ញាណបរិសុទ្ធដាស់តឿនយើងខ្លាំងថានេះច្រកទ្វារមួយនេះដូចកម្រើខ្លាំងគឺអង្គើខ្លាំងតែគួរតែមើលឡើងវិញ One the gate where we talked about I have to look back at which one it was, but that it's the word of God, and that it was the only gate that wasn't torn down. ហើយច្រកទ្វារមួយក្នុងចំណោមច្រកទ្វារទាំង10នោះគឺច្រកទ្វារទឹកដែលតំណាងឲ្យព្រះបន្ទូលព្រះអង្គដែលអត់បានជាច្រកទ្វារតែមួយគត់ដែលអត់បានដួលរលំនៅក្នុងច្រកទ្វារទាំង10 That was gate 7, and that just really spoke to my heart. Like I had tears in my eyes, and that I have to believe was the Holy Spirit doing something in my heart too. ពេលដែលខ្ញុំឮអំពីច្រកទ្វារទី7ដែលច្រកជាច្រកទ្វារទឹកឬក៏ជាព្រះបន្ទូលព្រះអង្គព្រះគ្រូបង្រៀនយើងទាំងអស់គ្នាខ្ញុំហូរទឹកភ្នែកពីព្រោះព្រះវិញ្ញាណបរិសុទ្ធរំលឹកខ្ញុំដាស់តឿនខ្ញុំអំពីព្រះបន្ទូលព្រះអង្គ So maybe it's just something that you pray about. You don't have to share in the group, but it's something that you can just reflect on and see how the Holy Spirit is growing your heart in some of these areas. ប្រហែលអាចចែករំលែកជាមួយគ្នាអ្វីដែលប៉ះពាល់យើងជាងគេជាមួយច្រកទ្វារមួយណាដែលយើងកំពុងតែព្រះវិញ្ញាណបរិសុទ្ធដាស់តឿនយើងឬក៏យើងប្រហែលយើងអធិដ្ឋានយូរហើយសម្រាប់ថ្ងៃនេះយើងបានរៀនហើយព្រះអង្គរំលឹកយើងអំពីច្រកទ្វារទាំង10នៅក្នុងជីវិតរបស់យើងដែរជីវិតខាងវិញ្ញាណរបស់យើងចែករំលែកជាមួយគ្នាក៏បានអធិដ្ឋានឬក៏សេសំណួរឬក៏កត់ត្រាចូលបន្តទៅមុខទៀតសូមព្រះវិញ្ញាណបរិសុទ្ធជួយយើង So okay, so thank you so much Pastor Cal for taking your time and doing this. ពិតជាអរគុណលោកគ្រូកងវាលកាខាសៀដែលចំណាយពេលបង្រៀនយើងទាំងអស់គ្នាអំពីកិច្ចការនេះ And thank you so much Visna for your incredible translation. We're so thankful for you. អរគុណ You're welcome. And then thank you to all of you who took your Friday morning to spend with us in God's word, and we're just excited to see what the Holy Spirit will do. I'm like this is so លោកអ្នកបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែលបានញែកពេលវេលាដ៏មានតម្លៃរបស់បងប្អូនមកសិក្សាមករៀនដើម្បីរីកចម្រើនផ្ទាល់ខ្លួនហើយអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធបន្តធ្វើការនៅក្នុងជីវិតរបស់បងប្អូន I think that this is just another expression of God's faithfulness, that he brings people from all over the world, from faraway places together and knits our hearts together through his word. ពិតជាអរគុណព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គធ្វើកិច្ចការយ៉ាងអស្ចារ្យដែលអនុញ្ញាតឲ្យយើងទោះបីនៅកន្លែងផ្សេងគ្នាទីតាំងផ្សេងគ្នាអាចចូលរួមជាមួយគ្នាដើម្បីនិយាយគ្នាដើម្បីលើកទឹកចិត្តគ្នាពីព្រះបន្ទូលព្រះអង្គនិងកិច្ចការដែលព្រះអង្គធ្វើ So thank you so much for joining us, and then we can't wait to see you in 2 weeks. So May 23rd is the next meeting, and I can't wait to be with you guys. ចាំរំលឹកដល់យើងនឹងជួបគ្នាម្ដងទៀតនៅថ្ងៃទី20ថ្ងៃសុក្រទី23ថ្នាក់រៀនរបស់យើងហើយខ្ញុំពិតជាសប្បាយចិត្តពីព្រោះខ្ញុំនិងប្តីរបស់ខ្ញុំមានឱកាសជួបបងប្អូនដោយផ្ទាល់នៅស្រុកខ្មែរពីសប្តាហ៍ទៀត And we will send out this video as well in the next couple days so that if you want to rewatch or need anything you can watch it again. ចឹងខ្ញុំផ្ញើ link ទៅកាន់បងប្អូនម្ដងទៀតពេលបន្ទាប់ពីខ្ញុំ upload វាចូលទៅក្នុង YouTube ហើយបងប្អូនអាចចូលទៅមើលហើយស្ដាប់ឡើងវិញអំពីអ្វីដែលយើងបានរៀនជាមួយគ្នា Okay, God bless you guys. We love you. អរគុណបងប្អូនទាំងអស់គ្នាស្រឡាញ់បងប្អូន Oh, we got to pray really quick. Let me pray really fast. Father God, ឲ្យបងប្អូនតិចបានទេមុនពេលយើងចប់
Lord, I just thank you for every person that has been with us. ព្រះបិតាទូបង្គំអរព្រគុណព្រះអង្គសម្រាប់បងប្អូនរបស់ទូបង្គំគ្រប់គ្នាដែលបានចូលរួមជាមួយយើងថ្ងៃនេះ We just thank you, God. We love you. We are so grateful for your faithfulness. យើងអរព្រគុណព្រះអង្គហើយយើងពិតជាស្រឡាញ់ព្រះអង្គយើងអរព្រគុណទ្រង់ជាពិសេសសម្រាប់ភាពស្មោះត្រង់របស់ព្រះអង្គ I just pray, Lord, that you would give Pastor Cal rest as he goes to bed. ទូបង្គំអធិដ្ឋានសូមប្រទានការសម្រាកយ៉ាងស្កប់ស្កល់ទៅកាន់លោកគ្រូគង្វាលខាដែលគាត់បានបង្រៀនយើងថ្ងៃនេះ And that you would just bless every person that was here today as they begin their day. បង្គំអធិដ្ឋានសូមប្រទានពរបងប្អូនមកទូបង្គំដែលគាត់នឹងចំណាយពេលមួយថ្ងៃនេះពេញធ្វើកិច្ចការរបស់គាត់ដើម្បីរៀបចំ And just we just thank you, Lord. We love you in Jesus' name. Amen. អរព្រគុណព្រះអង្គហើយយើងស្រឡាញ់ព្រះអង្គដែលនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទ Amen. Amen. Okay, Amen. we'll see you in a couple weeks. Thank you. នៅពីសប្តាហ៍ទៀតអរគុណច្រើន Bye. Goodbye.